នេះសុំតបជាមួយនឹងសំណួរដែលមួយគាត់អាសាឆាត់សួរពេលខ្លះគាត់ឆាតមកសួរខ្ញុំថាដែលចែមានស្ទើរអនងលក់អត់ហ្នឹងហើយចែមាននេះលក់អត់មាននោះលក់អត់អញ្ចឹងខ្ញុំចង់បញ្ជាក់ថាបើបងប្អូនបានមើលនៅក្នុងเพจខ្ញុំឃើញខ្ញុំលក់អីវ៉ាន់អីមួយធ្លាប់ផុសមិនថា2ឆ្នាំ3ឆ្នាំក៏ដោយគឺអីវ៉ាន់យើងនៅតែមានហើយអីវ៉ាន់ខាងយើងមានតែយកអីវ៉ាន់ថ្មីចូលអីវ៉ាន់ចាស់ក៏យើងអត់ឈប់ដែរក៏នៅតែបញ្ចូលមករហូតចាហើយសម្រាប់អីវ៉ាន់ថ្មីបើមានយើងនឹងបញ្ចូលថែមទៀតចឹងណាហើយឲ្យតែតាក់ទងជាមួយនឹងគ្រឿងឧបករណ៍នេសាទគឺកន្លែងខ្ញុំគឺមានច្រើនប្រភេទមែនតើហើយដូចស្ទើរអនងនេះគឺខ្ញុំចាប់ផ្ដើមពីបើកเพจដំបូងមកគឺខ្ញុំលក់ប្រភេទហ្នឹងហើយក៏នៅតែមានហើយមិនថាខុបប្រាំងខុបវសាគឺបងប្អូនត្រូវការពេលណាគឺមានពេលហ្នឹងអញ្ចឹងណាហ្នឹងហើយពេលខ្លះបងប្អូនគាត់ថាដល់រដូវប្រាំងហើយប្រហែលជាខ្ញុំអត់លក់អត់ទេបងប្អូនដែលមានទឹកដែលថានៅតំបន់ចិត្តទឹកគឺឬក៏នៅកន្លែងដែលគាត់ត្រូវការប្រើក៏គាត់នៅតែមានការ order ចេញជាប្រចាំអញ្ចឹងអីវ៉ាន់នោះហើយខាងខ្ញុំអីវ៉ាន់មួយថ្ងៃដល់ចេញពីជើងជូនភ្ញៀវអីវ៉ាន់យើងខ្ចប់ជាប្រចាំថ្ងៃហើយមួយថ្ងៃខ្ញុំតបមួយភ្ញៀវពីច្រើនខ្ញុំតបហើយខ្ញុំភ័យខ្លាចបំផុតនៅពេលដែលភ្ញៀវគាត់ទូទាត់ហើយមើលឆាតគាត់អត់តន់អញ្ចឹងវាយបងអត់តន់អញ្ចឹងយើងបារម្ភដោយសារតែពេលដែលយើងទទួលលុយអីវ៉ាន់គេហើយយើងត្រូវតែមានអីវ៉ាន់ទៅឲ្យគេអញ្ចឹងណាពេលខ្លះខ្លាចវាក់ដែរអញ្ចឹងបានច្រើនដល់ពេលដែលភ្ញៀវ order នៅពេលដែលគាត់ទូទាត់ភ្លាមខ្ញុំច្រើនតែវាយបងខ្ចប់អីវ៉ាន់ថតអីវ៉ាន់ជូនភ្ញៀវភ្លាមដើម្បីយើងមានពេលវេលាតបជាមួយនឹងភ្ញៀវផ្សេងខ្ចប់អីវ៉ាន់ថតជូនភ្ញៀវផ្សេងដូចគ្នាអញ្ចឹងបានភាគច្រើនខ្ញុំប្រាប់បងប្អូនថាបើសិនជាចង់សួរអីវ៉ាន់ខាងខ្ញុំបងប្អូន screenshot ទិន្នន័យរូបភាពចាឬក៏ឈ្មោះអីវ៉ាន់ហ្នឹងតែម្ដងណាចាដើម្បីងាយស្រួលក្នុងការតបជូនហើយបើសិនជាបងប្អូនមានរូបភាពសេនរូបភាពមួយស្លឹកមកព័ត៌មានយើងនឹងប្រាប់ជូនពេលខ្លះជួយខ្ញុំបានតបផ្ទាល់ក៏ខ្ញុំមានបុគ្គលិកខ្ញុំតបនៅក្នុងនឹងដែរបងប្អូនគាត់សែនមកគឺតន្ន័យប្រាប់បងប្អូនតម្លៃប្រភេទអីវ៉ាន់ប្រភេទអីគឺប្រាប់តែម្ដងណាគឺងាយស្រួលតែបើសិនជាបងប្អូនអត់ច្បាស់គ្រាន់តែពាក្យមួយថាលើបមានច្រើនប្រភេទមែនទែនពេកខ្ញុំចាស្ទើរអនងអញ្ចឹងស្ទើរអនងមានខ្សែខ្មៅខ្សែខៀវសាងទៅសាងធំមានផ្សេងពីគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់ប្រាប់ព័ត៌មាននេះជូនបងប្អូនបើសិនជាឆាត់ចូលពេកខ្ញុំមានរូបភាពសែនចូលមកណាហើយស្ទើរអនងយើងនេះមួយសាងមាន200ផ្លែមានសាងទៅសាងធំថ្ងៃនេះខ្ញុំបង្ហាញជាមួយស្ទើរអនងខ្សែខៀវសាងតូចតម្លៃ20000សាងធំតម្លៃ25000បងប្អូនកុំច្រឡំគ្នាពេលខ្លះបងប្អូនមើលវីដេអូសាងខៀវនិងសាងខ្មៅយន្តការច្រឡំគ្នាអញ្ចឹងវីដេអូនេះខ្ញុំនិយាយតែសាងខៀវឯងសាងតូច20000សាងធំ25000មានផ្លែលេខ3ផ្លែលេខ4ផ្លែលេខ5ពេលខ្លះយើងចងអត់តន់យន្តការផ្លែលេខ5ចូលមកផ្លែលេខ4ក៏នេះខ្ចប់ផ្លែលេខ4ចេញអញ្ចឹងណាពេលខ្លះចងអត់តន់នេះទឿននោះតែខែពីនេះខ្លាំងគឺចងអត់តន់តែសម្រាប់បងប្អូនដែលគាត់មានតម្រូវការជាមួយនឹងសឿអណូគាត់អាចបញ្ជាក់បានគាត់ចង់បានលេខ3ឬលេខ4ចាខ្សែខ្មៅឬខ្សែខៀវអញ្ចឹងណាហ្នឹងហើយដើម្បីងាយស្រួលក្នុងការរៀបចំជូនកុំឲ្យខុសអីវ៉ាន់នៅពេលដែលខ្ញុំតបមួយភ្ញៀវសួរបញ្ជាក់ភ្ញៀវច្បាស់បានខ្ញុំសរសេរទិន្នន័យដាក់លេខវាលុយឲ្យតែបើអត់ច្បាស់ទេយើងអត់សរសេរទេដោយសារតែពេលដែលសរសេរទៅចិនឆៃអត់ដឹងថាអីវ៉ាន់មួយណារៀបទៅងាយនឹងខុសចាអញ្ចឹងហើយបានខ្ញុំបញ្ជាក់ឲ្យច្បាស់អញ្ចឹងណាស្រួលរៀបអីវ៉ាន់ជូនហ្នឹងហើយអញ្ចឹងស្ទើរអនងនេះយើងមានណាគូប្រាំងគូភាសាបងប្អូនធ្វើការពេលណាអាច order បានពេលហ្នឹងដោយបងពូចាំបងប្អូនមកពូតាំងខ្ញុំធ្វើ page ដំបូងគឺខ្ញុំលក់ចាគឺលក់ហើយក៏ភ្ញៀវគាត់កំងជាប្រចាំមិនមែនតែដល់ផ្ទុះនឹងបានខ្ញុំមានលក់ទេណាមកពោះខ្ញុំលក់តាំងពី page ខ្ញុំចាប់ផ្ដើមបើកដំបូងហ្នឹងហើយអញ្ចឹងអ្នកដែលតាមដាន page ខ្ញុំមកចាស់នៅនឹងគាត់ដឹងហើយខ្ញុំអរគុណមែនតើសម្រាប់ឆ្នាំនេះដើមឆ្នាំគឺមានម៉ូចាស់ត្រឡប់មកច្រើនមែនតើហើយឆ្នាំនេះខ្ញុំក៏បានធ្វើថង់ត្រីច្រើនសម្រាប់ថែមជូនម៉ូចាស់ចាក៏ដូចជាម៉ូថ្មីដែលគាត់ចូល order អីវ៉ាន់អញ្ចឹងណាហើយអរគុណច្រើនមែនតើសម្រាប់ការចូលកំងឲ្យបានប្រចាំថ្ងៃបាយ